សួស្តីចាអ្នកទាំងអស់គ្នាខ្ញុំខានធ្វើវីដេអូយូរដែរហើយនេះគឺជាពេលដែលខ្ញុំបានទៅបំពេញភារកិច្ចនៅខេត្តមណ្ឌលគិរីយើងត្រូវឆ្លងកាត់ខេត្តហើយនឹងតំបន់ជាច្រើនហើយនៅតាមផ្លូវឃើញមានបរិយាកាសតាមផ្លូវគឺស្រស់ស្រាយសប្បាយចិត្តខ្ញុំនៅក្នុងពេលហ្នឹងក៏នឹកឃើញថាធ្វើជាវីដេអូចង់ឲ្យអ្នកដែលគាត់បានមើលchannel វីដេអូរបស់ខ្ញុំហ្នឹងគឺគាត់បានស្រស់ស្រាយសប្បាយចិត្តទៅតាមបរិយាកាសហ្នឹងដែរព្រោះនៅពេលដែលខ្ញុំធ្វើគឺខ្ញុំឃើញថាទេសភាពតាមផ្លូវកន្លែងខ្លះមានផ្ទៃមេឃខៀវស្ងាត់ជិះឆ្លងកាត់ផ្ទះប្រជាជនមួយចំនួនហើយកន្លែងខ្លះទៀតហ្នឹងក៏មានទេសភាពវាលស្រែកន្លែងខ្លះទៀតក៏មានព្រៃក្រាស់ៗធ្វើឲ្យអារម្មណ៍ខ្ញុំហ្នឹងគឺស្រស់ស្រាយសប្បាយចិត្តអញ្ចឹងខ្ញុំគិតថាសម្រាប់អ្នកដែលគាត់បានមើលវីដេអូនេះគឺគាត់នឹងស្រស់ស្រាយសប្បាយចិត្តដែរហើយបើសិនជាអ្នកទាំងអស់គ្នាបានមើល channel នេះហើយបានទស្សនាវីដេអូនេះដល់ចប់ហើយកុំភ្លេចជួយ comment ឲ្យខ្ញុំម្នាក់មួយផងណាថាបរិយាកាសនៅក្នុងវីដេអូនេះគឺធ្វើឲ្យអ្នកគ្នាស្រស់ស្រាយសប្បាយចិត្តឬក៏អត់ហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំនឹងព្យាយាមផ្ដិតយករូបភាពផ្សេងទៀតនៅវីដេអូផ្សេងទៀតដែលមានទេសភាពដើមឈើក្រាស់កន្លែងខ្លះមានព្រៃក្រាស់វីដេអូខ្លះគឺខ្ញុំមានថតជាប់ជាមួយនឹងព្រៃឈើក្រាស់ខៀវស្ងាត់ល្អហើយវីដេអូនេះគឺថាខ្ញុំសប្បាយចិត្តគឺខ្ញុំស្រឡាញ់វីដេអូហ្នឹងដោយសារអីនៅក្នុងវីដេអូហ្នឹងគឺមានគ្រប់បរិយាកាសហ្មងកន្លែងខ្លះក៏ឆ្លងកាត់ផ្ទះកន្លែងខ្លះក៏ឆ្លងកាត់ឡានម៉ូតូហើយកន្លែងខ្លះទៀតមានផ្ទៃមេឃខៀវស្ងាត់ជាមួយនឹងទេសភាពវាលស្រែកន្លែងខ្លះក៏មានព្រៃក្រាស់ធ្វើឲ្យអារម្មណ៍របស់យើងវាផ្លាស់ប្ដូរពីមួយផ្លែតពីទេសភាពខៀវស្ងាត់ទៅផ្ទៃមេឃខៀវស្ងាត់ជាមួយនឹងទេសភាពវាលស្រែគឺធ្វើអារម្មណ៍របស់យើងវាផ្លាស់ប្ដូរមួយរំពេចភ្លាមពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំផ្លាស់ប្ដូរបរិយាកាសខ្លួនឯងនៅក្នុងអារម្មណ៍ខ្លួនឯងនឹងភ្លាមទៅតាមបរិយាកាសហ្នឹងដែរអញ្ចឹងអ្នកដែលគាត់បានមើលហើយគឺគាត់នឹងសប្បាយចិត្តហើយធូរអារម្មណ៍ដូចខ្ញុំអញ្ចឹងកុំភ្លេចជួយ like comment និងcomment ក្រោមវីដេអូហ្នឹងមួយផងដើម្បីខ្ញុំធ្វើវីដេអូផ្សេងទៀតជូនអ្នកទាំងអស់គ្នាទស្សនាណាសង្ឃឹមថាវីដេអូនេះធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តដូចខ្ញុំកំពុងតែធ្វើវីដេអូនេះដែរចង់ចែករំលែកការសប្បាយនិងស្រស់ស្រាយនឹងដល់អ្នកអានផ្សេងទៀតអ្នកមើល channel YouTube នឹងផ្សេងទៀតដែរអរគុណច្រើន